đâm bay ai import fontខ្មែរនៅលើ Amazon បានអ្នកទាំងអស់គ្នាត្រូវមាន app Google Task មួយសម្រាប់បើក file ឬក៏ download file របស់ខ្ញុំដែលខ្ញុំបានដាក់នៅលើ Telegram អញ្ចឹងអ្នកទាំងអស់គ្នាអាច join link ចូលទៅកាន់ Telegram របស់ខ្ញុំបានចាំខ្ញុំដាក់ link គ្រប់ហ្នឹងនៅក្នុង description ហ្នឹងដល់ពេលអ្នកទាំងអស់គ្នាចូលមកដល់គ្រប់ហ្នឹងអ្នកទាំងអស់គ្នានឹងឃើញពាក្យថា link download ខ្មែរ font ហ្នឹងអ្នកទាំងអស់គ្នាចុចលើ link ហ្នឹងមកវានឹងនាំអ្នកទាំងអស់គ្នាទៅកាន់ Google Task របស់យើងអញ្ចឹងអ្នកទាំងអស់គ្នាចុច save មកយើងធ្វើការរងចាំវាបន្តិចទៅវាអត់សូវយូរមែនទេហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុចពាក្យថា save to file ហ្នឹងមកចុច save ខាងស្ដាំដៃខាងលើហ្នឹងអូខេយើងទៅឆែកមើលនៅក្នុង file របស់យើងទាំងអស់គ្នានេះជា font ដែលយើងបាន import មិញយើង download មិញអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់ Amazon របស់យើងមកអញ្ចឹងឥឡូវយើងសាកទៅសេអក្សរសិនមកវាចេញ font ធម្មតាអញ្ចឹងអ្នកនរគ្នាចុចលើពាក្យថា view font របស់យើងនឹងមកហើយចុចពាក្យថា import font នៅខាងក្រោមគេនឹងមកយើងចូលទៅកន្លែងដែលយើង file ដែលយើង download មិញហ្នឹងនេះវាមាន font ទាំងអស់ចំនួន148 font អញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចគ្រីសលើវា select លើ font មួយណាដែលអ្នកនរគ្នាចង់ import វានឹងមកឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយកអានេះអញ្ចឹងយើងចុច open មកអូខេវាអូខេហើយយើង search រក font ដែលយើង import មិញហ្នឹងមកដោយសារ font មិញខ្ញុំភ្លេចឈ្មោះបាត់ហើយអញ្ចឹងខ្ញុំសូមធ្វើការ import font ម្ដងទៀតឥឡូវយើងចូលមកកន្លែងយើងដែរហ្នឹងមកយើងរើស font ដែលយើងចង់បានដែរហ្នឹងទៅយើងយក font មិញដែរយើងចុចទៅលើ font ដែលយើង import មិញមកអញ្ចឹងរបៀបដែល import font របស់យើងមានតែប៉ុណ្្នឹងទេហើយសម្រាប់អ្នកនរគ្នាដែលអត់យល់អីត្រង់ណាអាច join ទៅលើ Telegram របស់ខ្ញុំបានខ្ញុំនឹងប្រាប់បន្ថែមទៀតទៅលើការ import font ហ្នឹងអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការចូលមើលជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ